បាទជម្រាបសួរសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះហូបផ្លែឈើមានផ្លែឈើធម្មជាតិមានផ្កូវមានតបែកនិងផ្លែញូបងប្អូនបាទហើយនេះថ្ងៃនេះយើងសតុំចិត្តរូបភ្លេងមកបងប្អូនអើយបាទជាមួយនឹងបាយម្ទេសបាទថ្ងៃជុំធំបងប្អូនបាទថ្ងៃបង្ហាយហើយថ្ងៃនេះហូបបាយម្ទេសជាមួយផ្លែឈើផ្លែញូទៅលឹងទៅម្ដងបងប្អូននេះបងប្អូនអើយផ្លែឈើធម្មជាតិបាទធម្មជាតិសុទ្ធសាធហើយបងប្អូនអើយអត់មានជាតិគីមីប្រើជីប្រើថ្នាំទេបងប្អូនបាទនេះមានតបែកមានញូមានផ្លែតកៅតលឹងតឹងបាទពីដើមមកធម្មជាតិសុទ្ធសាធបងប្អូនបាទនេះជាមួយនឹងបាយម្ទេសបាទម្ទេសនេះគឺក្រហមចុនឆ្អៅតែម្ដងបងប្អូនបាទនេះដល់ហើយដាក់ស្រក់ទឹកមាត់តែម្ដងបងប្អូនបាទនេះបេះពីដើមមកថ្មីស្រស់បាទបេះភ្លាមយកមកលាងទឹកហូបភ្លាមបងប្អូនបាទថាយល់លឿនបេះពីលើដើមឈើមកមិនបាច់លាងក៏បានដែរតែដើម្បីអនាម័យព្រោះវានៅលើដើមមិនតែវាអាចមានដីហុយអីចឹងបងប្អូនបាទយើងអាចលាងទឹកវាមកសាបាទនេះជាមួយនឹងអំបិលម្ទេសផ្លែឈើធម្មជាតិបាទមានអំបិលម្ទេសហើយនឹងផ្លែឈើស្រុកស្រែចម្ការជនបទយើងបាទគឺមានដូចជាផ្លែកលឹងតឹងផ្លែញូតបែកបាទផ្លែថ្កូវផ្លែហ្នឹងបងប្អូនអើយធម្មជាតិសុទ្ធសាធដែរផ្លែឈើសង្កត់តែផ្លែឈើដែលអត់មានជាតិគីមីបាទអត់មានជាតិគីមីសូម្បីតែបន្តិចបាទព្រោះផ្លែឈើប្រភេទនេះនៅតាមស្រុកស្រែតាមផ្ទះស្រុកភូមិគឺបាទគឺមិនបាច់ចាំដាក់ជីដាក់ស្អីទេបងប្អូនអើយបាទចឹងមិនថាធម្មជាតិសុទ្ធសាធតែម្ដងបងប្អូនបាទហើយនេះអំបិលម្ទេសបាទទាំងក្រហមងៅឆ្អិនឆ្អៅមកទៅជាមួយនឹងផ្លែឈើនេះបាទកលក់ជាមួយអំបិលម្ទេសទៅគឺថាកក់ទឹកមកតែម្ដងហើយបងប្អូនអើយនេះបាទនេះអំបិលម្ទេសបងប្អូនបាទមានផ្លែថ្កូវផ្លែញូផ្លែតបែកបាទមកបងប្អូនញ៉ាំជាមួយទាំងអស់គ្នាបាទ